សត្វត្រីបាទសត្វត្រីច្រើននៅក្នុងទីនេះបានសត្វត្រីគ្រប់ប្រភេទដែលនេះធំមែនតើបាទមានអណ្ដើកមានសត្វត្រី ទីនេះគេឲ្យឈ្មោះថាសួនប៉ារីសបាទសួនប៉ារីសទី 2 ឬក៏សួនអឺរ៉ុបចឹងបងប្អូនអាចមើលឃើញហ្នឹងបាទសួនប៉ារីសឬសួនអឺរ៉ុបបាទបាទសួនប៉ារីសទី 2 ទិដ្ឋភាពស្រស់ស្អាតបាទនៅកន្លែងនេះជា តែសម្រាប់បងប្អូនណាដែលមានចំណាប់អារម្មណ៍មកលេងអាចអញ្ជើញមកបានបាទនៅបរិយាពេញហួនបានច្បារអំពៅផ្លូវជាតិលេខ 1 បាទនៅកន្លែងនេះមានច្រើនប្រភេទបាទមានភោជនីយដ្ឋានហាងកាហ្វេលក្ខណៈជា street food ក៏មានដែរហើយបងប្អូនអាចជិះទូកលេងកម្សាន្តទៅតាមមាត់ស្ទឹងបាទមាត់ស្ទឹងមួយនេះក៏បានដែរបាទហើយមានទឹកជ្រោះសិប្បនិមិត្តបាទសម្រាប់បងប្អូនកម្សាន្តនៅកន្លែងនេះបាទបច្ចៈផ្នែកតាមម្ដងបាទដូចជាព្រៃភ្នំតែម្ដងបាទតែពេលកន្លែងនេះជាកណ្ដាលទីក្រុងមែនទេហើយខ្ញុំមកថតពេលព្រឹកបាទធម្មតាពេលព្រឹកអត់សូវមានមនុស្សទេបាទអត់សូវមានមនុស្សទេបាទតែអត់ទាន់មកទេបាទជាម៉ោង8តិចតួចបាទតាមធម្មតាបងប្អូនខ្មែរយើងក៏ដូចជាជនបរទេសក៏អញ្ជើញមកប្រហែលជាពេលល្ងាចបាទម៉ោងគាត់អញ្ជើញមកប្រហែលជាម៉ោង 3 ម៉ោង 4 បាទគាត់អញ្ជើញមកបាទ3 និង 4 បានគាត់អញ្ជើញមកនៅទីតាំងកន្លែងនេះបាទអញ្ចឹងវាអត់ទាន់ឃើញមនុស្សមកទេបាទតែតិចទៀតបាទធំណាស់បាទធំមែនតើខ្ញុំដើរអត់អស់ទេខ្ញុំចែកជូនវីដេអូមកប៉ុណ្ណឹងបាទ
យើងអាចជិះទូកន្លែងលេងបានតាមស្ទឹងហ្នឹងបាទហើយក៏មានបងប្អូនគាត់បាទហាត់ប្រាណបាទជាប្រចាំថ្ងៃបាទពេលព្រឹកពេលល្ងាចមានទាំងអស់បាទអញ្ចឹងទស្សនភាពហ្នឹងគឺវែងទៅដល់នោះបាទវែងឆ្ងាយបាទពីពួយ